Ok, mình xưa còn phòng ngọc nè là đây dương to vì mê riêng bao dương muốnแต่ก่อนมันไปเรียนมันdương ban sắc xa pi cà crét space existing nhé giống dương đi dương add space ba trong này ấy đi thì mình mau được tàu muốn giống đi space bao dương bạn ấy giống mà lâu đi to mê hiện dương nhung nâng bậc cao nhung nâng riêng còn chạy tàu cho mỗi cả add break line chạy con cho mỗi existing ផ្លូវរបស់យើងដោយសារផ្លូវរបស់យើងវាមានចម្រៀងមានអីដោយសារយើងទៅស្វ័យយើងអាចដាក់កូដប្រាប់ដែរថាកន្លែងណាមានជើងទេកន្លែងណាមានចំណោទណៃយើងប្រើកូដអញ្ចឹងណាអញ្ចឹងហើយធម្មតាយើងប្រើកូដអញ្ចឹងហើយយើងadd break line តាមហ្នឹងដើម្បីឲ្យវាកុំទួវារៀងមកគឺវាផ្អាកបែបហ្នឹងអញ្ចឹងឥឡូវនេះដោយសាររបស់ខ្ញុំវាអត់ទាន់វាទិញកូដដោយសារខ្ញុំបើកតែ elevation ទេអញ្ចឹងឥឡូវនេះខ្ញុំចូលទៅក្នុង point group មកយើងចូលទៅនេះយើងនេះយើងអាច select លើនេះក៏បានដែរយើងចូលទៅក្នុងនេះយើង click មកយើងចូលទៅក្នុងនេះ point group property នេះមកវានឹងចេញផ្ទាំងបែបនេះឲ្យយើងហើយអញ្ចឹងដោយសារនេះនេះអាកន្លែង point label style នេះយើងត្រូវនេះដោយសារខ្ញុំបើកតែ elevation ទេអញ្ចឹងយកដល់ថា code វាស្អីទេអញ្ចឹងឥឡូវនេះខ្ញុំដូរពី elevation ខ្ញុំដាក់តែ discussion ទេអញ្ចឹងខ្ញុំរកកន្លែង discussion នេះ discussion only ដោយសារអានេះពួកខ្ញុំបង្កើតហើយអញ្ចឹងបងប្អូនអាចយក template ខ្ញុំទៅអាហ្នឹងយកទៅមានស្រាប់ទៅយកបាច់បាក់បង្កើតតែដោយសារពាក់ព័ន្ធជាមួយការបង្កើត template thêmអីទៀតវានៅយូរអញ្ចឹងហើយខ្ញុំ template នេះពេលដែលបងប្អូនយកទៅខ្ញុំ free ឲ្យសម្រាប់template ហ្នឹងណាអញ្ចឹងមានអស់ហើយអញ្ចឹងយើងមានអីបន្ថែមយើងអាច add បន្ថែមទៅប៉ុន្តែពាក់ព័ន្ធជាមួយផ្លូវមួយអីពេលច្រើនគឺមានហើយអញ្ចឹងស្រួលទេយកទៅគឺប្រើបានហើយអញ្ចឹងឥឡូវយើងបន្តមកមេរៀនយើងបន្តទៀតឥឡូវខ្ញុំបើកតែ discussion only ទេមានថាខ្ញុំបើកតែ discussion ទេអញ្ចឹងខ្ញុំឥឡូវខ្ញុំ apply មកនេះ video discussion này នេះដោយសារកូដរបស់ខ្ញុំមានកំណត់នេះកូដ HL EL EL អញ្ចឹងណាអញ្ចឹងធម្មតាគឺ align ផ្លូវ center line របស់ផ្លូវខ្ញុំដាក់ CL ទៅហើយហ្គេមរបស់ផ្លូវសងខាងដាក់ RD មានថា road អញ្ចឹងណាអញ្ចឹងអាហ្នឹងសម្រាប់បងប្អូនទៅ survey ទៅអីយើងអាច survey ទៅដាក់កូដឲ្យត្រឹមត្រូវមក center line road ដាក់ road មកហើយចំពោះដូចនេះកន្លែងជាប់ជាមួយនឹងមកវាមាន solder វាខាងលើហ្នឹងយើងអាចដាក់វា HI មកមានថា high level ខាងលើដល់ពេលចុះពីជើងទេហ្នឹងមកយើងអាចដាក់ level វា existing level មកមានថាវាជំរេចុះមកអញ្ចឹងយើងអាចដាក់មកនេះស៊ីសងលើបងប្អូនដាក់កូដចំណាំនេះដើម្បីស្រួលពេលណៃធ្វើការអាហ្នឹងសំណុកថានឹងជាកូដអីអញ្ចឹងឥឡូវនេះអូខេខ្ញុំបិទនេះមួយសិនខ្ញុំបិទវាសិនទៅដើម្បីកំណត់បិទខ្ញុំហាយវាចោលសិននេះសម្រាប់ខ្ញុំទុក percent ឆ្លាញ់វាសិននេះអញ្ចឹងឥឡូវនេះខ្ញុំគូសនេះដោយសារផ្លូវគូសត្រឹមនេះអញ្ចឹងនេះខ្លាញ់បោះ HL នេះដោយសារ HL នេះវាមានថាខ្ញុំចេញពីផ្លូវមកមាន solder របស់វាហ្នឹងដោយសារ solder នៅខាងលើអញ្ចឹងខ្ញុំគូស solder វាឥឡូវនេះខ្ញុំគូស folder របស់វាមក high level របស់វានេះមកខ្ញុំគូសវាមកមានថាហ្នឹងភ្ជាប់តាមហ្នឹងមកអានេះខ្ញុំភ្ជាប់តាមនេះមក high level អញ្ចឹងយើងគូសមកតាមហ្នឹងមកគូសតាមហ្នឹងមកជាប់របស់វាមកដើម្បីបង្កើត break line របស់វាឥឡូវខ្ញុំគូសហ្នឹងឲ្យហើយសិនដោយសារវា slow យើងនេះគូសមួយសិនឲ្យចេញរូបរាងមួយសិនអូខេឥឡូវខ្ញុំគូសបានហើយនេះរបស់យើងមានហើយនេះ break line របស់យើងអញ្ចឹងយើងត្រូវគូសនេះE unlimited មានថា existing high level អញ្ចឹងខាងក្រោមហ្នឹង folder យើងមានជើងទេមកអញ្ចឹងខ្ញុំយកក្រោមជើងទេហ្នឹងឬក៏នៅខាងក្រោមហ្នឹងខ្ញុំយកក្រោមហ្នឹងទៀតអញ្ចឹងណាហើយយើងគូសនឹងបន្តទៀតមកជាប់របស់វាសិនមកហ្នឹងហើយពេលយើងគូសជាប់អាខាងហ្នឹងហើយយើងគូសនេះជាប់ខាងទៀតឲ្យហើយដែរមកអញ្ចឹងណា
ខាងទៀតហើយមកហើយចំពោះហ្នឹងយើងអាចគូសមើលទៅចាក់ស្ដែងទៅតើយើងត្រូវគូសទាំងអស់ឬយ៉ាងណាអញ្ចឹងតែនេះយើងគូសមួយឡានទៀតមកខាងចំហៀងទៀតណាអញ្ចឹងឥឡូវយើងគូសឲ្យសិនមកឥឡូវយើងគូសហើយនេះខ្ញុំបានភ្ជាប់ហើយឯនេះEL នេះខ្ញុំចុចមួយ EL នេះអញ្ចឹងខ្ញុំចុចតែ3ឡានទេមួយ press ឡានអញ្ចឹងខ្ញុំចុចហើយឥឡូវខ្ញុំបើកផ្លូវចូលវិញដែរផ្លូវខ្ញុំបើកបោះផ្លូវវិញនេះឡានបោះផ្លូវខ្ញុំបើកបោះផ្លូវវិញអញ្ចឹងឥឡូវខ្ញុំ add break line អញ្ចឹងឥឡូវយើងបន្តមក add break line បន្តទៅចូលក្នុង surface នេះដែរមកចូលexisting មកនេះយើងចូលមកឃើញនេះនេះ break line យើងបង្កើត break line ធម្មតាយើង add របស់វានេះយើងចេញមកទាំងបែបនេះមកយើងចុច add មកចេញទាំងបែបនេះយើងត្រូវដាក់ឈ្មោះវា description ហ្នឹងឈ្មោះវាភាសាកូដនេះខ្ញុំដាក់ HL មានន័យថា high level ខ្ញុំមកលើខ្ញុំប្រើកូដដូចគ្នាដែរខ្ញុំដាក់ HL ដែរ HL អញ្ចឹងខ្ញុំប្រើ HL ហើយកម្រិតរបស់វានេះខ្ញុំប្រើ distance វា1ម៉ែត្រអញ្ចឹងអត់អីទេប្រញាប់អញ្ចឹងចុចមកវាអូតូឲ្យយើងពីលោតឲ្យយើងគ្រីសមកវាបានឥឡូវយើង smooth ជាងមុនហើយអញ្ចឹងអានេះ EL នេះយើងចុចចូល break line មួយនេះធម្មតាយើង add break line នេះវាចេញក្រោមនេះមើលក្រោមនេះឃើញហើយគឺថា RL នេះអញ្ចឹងយើងចូលទៅយើង add break line មួយទៀតដូចគ្នាយើងដាក់អីគេ EL អញ្ចឹងយើងចុចមកអូខេមកអូខេមកវា load ហើយដែរវាឃើញ smooth ជាងមុននេះវាអត់តាមហ្នឹងហើយយើងចុចដល់ហ្នឹងមកនេះ break line វា load ឲ្យ EL អញ្ចឹងមកខាងទៀតយើងមានអីគេ EL មកខាងទៀតអញ្ចឹង EL មកខាងទៀតយើង add break line មួយទៀតមកដាក់ដូចគ្នាដែរមក EL អញ្ចឹងយើងអូខេមកនេះឃើញវាចូលអញ្ចឹងដោយសាររបស់យើងអត់មានក្នុងផ្លូវទេមកផ្លូវកន្លែងខ្លះវាចាក់គួយនេះអត់ទេអញ្ចឹងយើង add break line របស់ផ្លូវមួយទៀតនេះ line មិនពណ៌ផ្ទៃមេឃនេះអញ្ចឹងយើង add break line នឹងមួយដែរមកដាក់វា OD អញ្ចឹងមកអាហ្នឹង road កូដសកាត់អញ្ចឹងខ្ញុំបដាច់មកអញ្ចឹងខ្ញុំអូខេមកអញ្ចឹងវាអូខេវាលេងអីហើយនេះពាក់ព័ន្ធជាមួយអានេះអញ្ចឹងយើងចង់ដឹងថាវាលេងគួយឬក៏យ៉ាងណាយើងចូលទៅក្នុងចុចលើហ្នឹងមកយើងចុច edit surface property នេះមកយើងចុចទៅនេះកន្លែងនេះដែរនេះមកយើងបើក drag ដល់នេះមកយើង apply ដែរមកវាចាប់អត់នេះប្រញាប់វារៀងញ៉ៃដែរកន្លែងខ្លះវាចាប់ពេញទៅហ្នឹងឥឡូវយើង add break line នេះមួយទៀតនេះបោះផ្លូវរបស់យើង add break line មួយទៀតមកវាញ៉ៃ add ថែមមួយទៀតអូខេឥឡូវវាលេងចាប់ទៅជាក្រាវាលេងចាប់វាលេងដំនួលហើយវាអូខេប៉ុណ្ណេះអញ្ចឹងអានេះភាសានេះវាត្រូវទេខ្ញុំលុបមួយទៅខ្ញុំរកលើចោលចាប់ break line យេចេះអូខេចេះមិនត្រូវអញ្ចឹងយើងបង្កើត break line អញ្ចឹងមកយើងមើលរបស់វាដែរធម្មតានេះពងខ្លះបើយើងអត់បានរៀបរបស់វាទេវាចាក់តាពីអញ្ចឹងយើងអាចឆែកមើលចេះខ្ញុំប្រាប់មួយទៀតអាហ្នឹងហើយជាអាចមានអ្នកដឹងឬក៏នេះហើយយើងឆែកចូលទៅក្នុងgroup យើងចូលទៅក្នុង existing នេះ existing ធម្មតានេះយើងចុចលើ existing នេះមកយើងមកដាំមកយើងឃើញ property យើងចុច property មកឃើញវាចេញទាំងបែបនេះហើយអញ្ចឹងបើយើងវាមាននេះមាន point group វា through dash matching នេះ include ទៅហ្នឹង
អាហ្នឹងដោយសារបើយើងនេះអាណាដែលត្រូវចាប់នេះធម្មតាពងបើយើងចាប់ទាំងអស់ហើយនេះវាមានទាំងអស់ហ្នឹងកូដនៅហ្នឹងហើយចំពោះកូដណាដែលយើងអត់ត្រូវចាប់ឧទាហរណ៍កូដដែលយើងអត់ត្រូវចាប់មានអីទេនេះកូដដែលចាប់មានណាវាទាំងអស់ហើយអត់អីទេវាមានទាំងអស់ហើយអញ្ចឹងកូដដែលត្រូវអត់ចាប់នេះអ្វីដែលចាប់មាន TBM ហ្នឹងអា BM temporary benchmark របស់យើងហ្នឹង TP អាហ្នឹង temporary point របស់យើងដែលយើងដាក់អញ្ចឹងទៅអាហ្នឹងសម្រាប់ឲ្យយើងឲ្យចំណាំរបស់យើងមើលណាមួយហើយមានអីខ្លះដែលអត់ចាប់នេះដូចរបស់ខ្ញុំមានអីគេខ្ញុំនិយាយចំថាក្នុងប្លង់របស់យើងត្រូវកូដអីយើងអត់ត្រូវចាប់វាឧទាហរណ៍ថាអត់ឲ្យ surface យើងទៅចាប់អាហ្នឹងទេដូចជាដៃស្ពានទៅយកទឹកដើមឈើអីហ្នឹងយើងអត់ត្រូវចាប់ទេអញ្ចឹងយើងអត់ចាប់ទេដូចជាភ្លើងអីហ្នឹងអាហ្នឹងយើងអត់បាច់ចាប់ទេអញ្ចឹងយើង add ពងដាក់ចូលនេះមក add កូដដាក់ហ្នឹងមកយើងគ្រីសវាមកហើយយើង apply ទៅអាហ្នឹងវាមានថាវាដកចាប់ហើយពីដើមឈើនេះគឺអត់ចាប់ទេនេះឃើញអា triangle នេះវាអត់ចាប់ទៅលើដើមឈើហ្នឹងទេអញ្ចឹងវាចាប់តែពួកអាផ្សេងនេះអាហ្នឹងបើយើងដាក់ដើមឈើវិញវាចាប់ទៅវាញ៉ាញ់វិញហ្នឹងអញ្ចឹងយើងដកវាមកវាអត់ចាប់ទេអញ្ចឹងឥឡូវខ្ញុំបិទ triangle នេះវិញខ្ញុំចូលនឹងដើមមកខ្ញុំចូលទៅអូខេ play វិញមកខ្ញុំចូលលើ triangle ឥឡូវខ្ញុំ apply វិញមកខ្ញុំបិទវាវិញចឹងឥឡូវយើងបិទបានប៉ុណ្នេះអញ្ចឹង break line ក៏ខ្ញុំបានបង្កើតហើយដែរហើយឥឡូវនេះយើងបង្កើតហើយឥឡូវវាចេញមកឃើញស្អាតអត់ surface វាចឹងដោយសារខាងនេះវាជាទេមកខាងនេះចឹងឃើញ surface វារត់មកបែបហ្នឹងចឹងឥឡូវនេះយើងវីដេអូរបស់យើងវាយើងយូរដែរហើយខ្ញុំបញ្ចប់វីដេអូធំនេះចាំមើលវីដេអូក្រោយខ្ញុំនឹងបង្ហាញនៅការ create profile ជាមួយនឹង alignment អរគុណ